ធ្លាប់តែលើគេនិយាយបាទឡើងមកជួបផ្ទាល់ហើយបញ្ហាស្ទះបែបហ្នឹងហើយគាត់យកតង់ទៅដាក់ឲ្យវារលទៅឲ្យហោមកទៅវិញតែជាស្ដែងអត់ទេដាក់ទៅបាត់តឹងតុងទឹកក៏អត់ហោដែរពេលយើងប្រើជន់លើមកវាច្រាមកស៊ីហ្វុងជន់តដីហើយនៅខាងលើហ្នឹងក៏គាត់មានឡាបូលាងចានដែរអញ្ចឹងជាមួយនឹងឡាបូលាងចានជាមួយនឹងស៊ីហ្វុងទៅទឹកហ្នឹងគឺចូលមកក្រោមនឹងអស់ហើយបានហោទៅលូហើយជាស្ដែងវាស្ទះពាន់ហោទៅលូអញ្ចឹងវាច្រាមកស៊ីហ្វុងបន្ទប់ទឹកជន់តដីហ្នឹងហើយសម្រាប់ពេលជួសជុលគឺខ្ញុំមិនបានថតសកម្មភាពទេណាមួយយើងពិបាកថតដោយសារតែលូហ្នឹងគឺជ្រៅតែសំណាងដែរបានឲ្យតយោហ្នឹងវានៅចំកន្លែងខ្លួនហើយយើងអាចស្រួលជួសជុលបន្តិចតែសម្រាប់សកម្មភាពថតនេះគឺយើងអត់បានថតទេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាស្ទះស៊ីហ្វុងស្ទះឡាបូស្ទះបកគោនេះអាចទាក់ទងខ្ញុំបានទៅលើសកម្មភាពឡើងសំរុំអរគុណ